បានជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូថ្មីបន្តទៀតហើយដើម្បីចែករំលែកទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាបាទហើយវីដេអូនេះគឺខ្ញុំនឹងបង្ហាញទៅកាន់ពុកម៉ែបងប្អូនពីទិដ្ឋភាពនៅតាមជើងភ្នំក្នុងទឹកដីនៃឃុំបឹងលាវាស្រុកសន្ទុកខេត្តកំពង់ធំហើយដូចជាបងប្អូនបានឃើញហើយពីទិដ្ឋភាពនៅតាមដងផ្លូវគឺមានចកាស្វាយចន្ទីជាច្រើនដូចជាបងប្អូនបានឃើញហើយនៅទិដ្ឋភាពនៅតាមផ្លូវនៃជើងភ្នំហើយភ្នំនោះមានឈ្មោះថាភ្នំរាំងហើយភ្នំហ្នឹងក៏ជាទីតាំងប្រវត្តិសាស្ត្រផងដែរដែលខាងបារាំងគេបានធ្វើជាទីកន្លែងសម្រាប់កសាងនៅព្រលានយន្តហោះផងដែរបាទអ្វីដែលខ្ញុំបានដឹងគឺខ្ញុំទទួលព័ត៌មានពីប្រជាពលរដ្ឋដែលគាត់រស់នៅក្នុងបរិវេណនៃភ្នំរាំងនឹងផ្ទាល់តែម្ដងបាទសម្រាប់ផ្លូវធ្វើដំណើរវិញគឺដូចជាពុកម៉ែបងប្អូនបានឃើញហើយវាមានរៀងពិបាកខ្លាំងណាស់សម្រាប់ការធ្វើដំណើរហើយបើសិនជាពុកម៉ែបងប្អូនបានធ្វើដំណើរតាមផ្លូវនេះពិតជាដឹងហើយបាទដោយសារតែវាមានផ្លូវឡើងនិងផ្លូវចុះចោតបាទហើយចំពោះនេះជាទិដ្ឋភាពនៅតាមជើងភ្នំរាំងផងដែរយើងឃើញហើយពីទិដ្ឋភាពគឺស្រស់ស្អាតហើយណាមួយបើសិនជាយើងបានធ្វើដំណើរនៅពេលព្រឹកគឺស្រស់ស្រាយមែនទែនបាទចំពោះវីដេអូនេះគឺខ្ញុំសង្ឃឹមថាពុកម៉ែបងប្អូននឹងជួយគាំទ្រនៅសកម្មភាពរបស់ខ្ញុំផងដែរដែលខ្ញុំបានធ្វើដំណើរឬក៏ជាសកម្មភាពមួយដែលខ្ញុំបានថតដើម្បីចែករំលែកទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាឲ្យឃើញពីទិដ្ឋភាពនៅតាមទីជនបទដែលខ្ញុំបានចុះមកដល់ផ្ទាល់តែម្ដងចំពោះវីដេអូនេះគឺខ្ញុំធ្វើឡើងដើម្បីជាគោលបំណងសម្រាប់ការថតនៅការកម្សាន្តនៅតាមតំបន់នានាផងដែរនៅក្នុងប្រទេសកម្ពុជារបស់យើងហើយបងប្អូនឃើញពីទិដ្ឋភាពទាំងអស់នេះបងប្អូនគិតថាយ៉ាងម៉េចដែរចំពោះខ្ញុំគឺខ្ញុំឃើញពីទិដ្ឋភាពនៅតាមតំបន់ជើងភ្នំមានភាពស្រស់ស្អាតមែនហើយចំពោះទិដ្ឋភាពដែលខ្ញុំបានកំពុងតែចូលថតនេះគឺយើងថតផ្តិតទៅលើទិដ្ឋភាពនៅបរិវេណនៃជើងភ្នំហ្នឹងបាទហើយនេះខ្ញុំបានស៊ូមឲ្យឃើញអំពីទិដ្ឋភាពភ្នំជីផងដែរបាទហើយបងប្អូនដឹងហើយភ្នំជីគឺជាទីតាំងមួយដ៏ស្រស់ស្អាតមែនទែនដែលមានខាងបងម្នាក់គាត់ធ្វើមាតិកាគឺគាត់ទៅថតនៅទីនោះជាប្រចាំហើយចំពោះវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេខ្ញុំសូមអរគុណហើយសូមជម្រាបលាផងដែរបាទអរគុណច្រើន